សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិកនៅថ្ងៃទី21ខែមិថុនាឆ្នាំ2025នៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីជជុលហ៊ុនសែនប្រធានព្រឹទ្ធសភាបានចេញសារលិខិតជាផ្លូវការដែលមានខ្លឹមសារដូចតទៅលបែងគម្រាមដែលនាំឲ្យដល់ការខាតបង់ដល់ខ្លួនឯងថ្ងៃនេះឃើញបកប្រឆាំងថៃមួយជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជាដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់យើងសូមបញ្ជាក់ទៅអ្នកវិញថាយើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេតើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេបើចង់សូមឲ្យអ្នកធ្វើតាមបំណងចុះកម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចមកហើយលើអ៊ីនធឺណិតអគ្គិសនីពលករនិងពេលនេះលបែងប្រេងធ្វើជាអាវុធប្រឆាំងនឹងយើងទៀតក្នុងនាមជាប្រធានគណៈបកខ្ញុំសូមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណានិងម្ចាស់ការជាមុនដោយបង្វែរការទិញទំនិញពីប្រទេសថៃដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀតនិងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញកម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទតាំងពីគ្រឿងស្រវឹងភេសជ្ជៈទៅកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុងឬសាច់កំប៉ុងគ្រប់ប្រភេទឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយលើសពីព្រំដែនកម្ពុជានិងលើសពីឆ្នាំ2030សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកាលពីយប់មិញនេះថ្ងៃទី21មិថុនាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានរាយការណ៍ប្រាប់យោធភូមិភាគ2នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនឹងបិទច្រកសាយតាគូជប់កគីស្ថិតនៅស្រុកមន្ទីរអំបិលខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានឯកភាពឲ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសម្រាប់បិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរបន្ថែមពីលើច្រកជប់កគីនេះខ្ញុំបានបញ្ជាឲ្យឯកឧត្តមអភិបាលខេត្តបិទច្រកមួយបន្ថែមទៀតតែម្ដងគឺច្រកទ្វារព្រំដែនជាំស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅហើយឲ្យជូនដំណឹងទៅភាគីថៃវិញផងដែរចាប់ពីថ្ងៃទី7មិថុនាឆ្នាំ2025កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែននិងកែប្រែពេលវេលានៃការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី